គណៈបកហ៊ុនស៊ិនប៉ិចរាជធិបតេយ្យសាសនានីតិរដ្ឋរាជបល្ល័ង្កញត្តិគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យភាពកម្ពុជាទូលព្រះបង្គំយើងខ្ញុំសមាជិកានិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃគណៈបករាជានិយមហ៊ុនស៊ិនប៉ិចសូមថ្លែងការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាភាពថ្លៃថ្នូរនិងការពារអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈវិធានការដ៏រឹងមាំសមហេតុផលជាការឆ្លើយតបចំពោះសកម្មភាពរំលោភឈ្លានពាននិងការគំរាមកំហែងដែលបានកើតឡើងថ្មីនេះពីភាគីថៃយើងខ្ញុំសូមប្រកាសគាំទ្រចំពោះវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តនិងកំពុងរៀបចំដូចខាងក្រោម 1. គាំទ្រយ៉ាងពេញទំហឹងចំពោះការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងករណីតំបន់មុំបីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របី 2. គាំទ្រយ៉ាងពេញទំហឹងចំពោះការឈប់ទិញសេវាអ៊ីនធឺណិតនិងឈប់ឲ្យបញ្ចាំងភាពយន្តថៃក្នុងទឹកដីកម្ពុជាដើម្បីបង្ហាញពីការទទួលខុសត្រូវជាតិនិយមនិងការការពារផលិតផលវប្បធម៌ជាតិ 3. គាំទ្រយ៉ាងពេញទំហឹងចំពោះការបិទច្រកដូងនៅព្រំដែនកម្ពុជាថៃនៃខេត្តបាត់ដំបង 4. បន្តគាំទ្រយ៉ាងមុតមាំចំពោះចំណាត់ការផ្សេងទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនវិញដែលបានបិទជាឯកតោភាគីនៅពេលកន្លងមកយើងខ្ញុំមានសេចក្តីជឿជាក់ខ្ពស់លើសមត្ថភាពនិងភាពឆ្លៀសវៃរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយប្រកបដោយស្មារតីអត់ធ្មត់ភាពរឹងប៉ឹងក្លាហានដើម្បីការពារអធិបតេយ្យភាពថ្លៃថ្នូរនិងផលប្រយោជន៍ជាតិយើងក្នុងស្ថានភាពណាមួយយើងខ្ញុំសូមអំពាវនាវជំរុញឲ្យបងប្អូនជនរួមជាតិគ្រប់រូបនិងគ្រប់និន្នាការមេត្តាចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជាយើងដើម្បីការពារអធិបតេយ្យភាពផលប្រយោជន៍ជាតិនិងឯកភាពជាតិជាធ្លុងមួយថ្ងៃសុក្រ3រោចខែចេសឆ្នាំអាសាញ់សប្បស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី13ខែមិថុនាឆ្នាំ2025គណៈបកហ៊ុនស៊ិនប៉ិច